រកផ្លូវវាងប៉ុន្មានថ្ងៃទៀតនៅភ្នំពេញនឹងបញ្ជាចរាចរណ៍យានយន្តគ្រប់ប្រភេទលើកំណត់ផ្លូវព្រះនរោត្តមចាប់ពីម៉ោង 5 ព្រឹកចានៅពេលថ្មីនេះរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងឲ្យបានដឹងថាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជាចានឹងរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ 2024 និងទិសដៅការងារបន្តរបស់យុវជនគណៈបកប្រជាជនកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 26 ខែមេសាឆ្នាំ 2025 វេលាម៉ោង 7:00 នាទីនៅវិមាន 7 មករាស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញចាដើម្បីឲ្យពិធីសន្និបាតខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ព្រមទាំងបញ្ជាបាននូវការកកស្ទះចរាចរណ៍អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ជាចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទលើកំណត់មហាវិថីព្រះនរោត្តមចាប់ពីស្តុបជលផលដល់ស្ពានអាកាសក្បាលថ្នល់ចានឹងបរិវេណជុំវិញទីតាំងប្រារព្ធពិធីចាប់ពីវេលាម៉ោង 5:00 នាទីព្រឹករហូតដល់បញ្ចប់កម្មវិធីចាអាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាយកយល់អធ្យាស្រ័យនិងបញ្ជាការធ្វើដំណើរឆ្លងកាត់កំណត់ផ្លូវខាងលើតាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះដោយផុតរយៈពេលហាមឃាត់បណ្ដោះអាសន្ននេះរដ្ឋបាលរាជធានីភ្នំពេញនឹងបើកឲ្យធ្វើចរាចរណ៍ជាធម្មតាវិញ